គេឲ្យសានងាវនឹងថ្ងៃចេញមិញដើម្បីអីយើតោះមកដឹងពីមូលហេតុទាំងអស់គ្នាថ្ងៃសែនភ្នោគឺជាទំនៀមទម្លាប់មួយដែលមានអត្ថន័យជាជ្រៅទាក់ទងនឹងជំនឿហុងស៊ុយនិងការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងគ្រួសារមូលហេតុសំខាន់ៗដែលគេសានងាវសោះនៅថ្ងៃចេញមិញមានដូចជាទី1តំណាងឲ្យទ្រព្យសម្បត្តិនិងការរក្សាទ្រព្យតាមជំនឿងាវមានសម្បកដែលបិទចិត្តតំណាងឲ្យការចេះសន្សំចៃនិងរក្សាទុកនៅទ្រព្យសម្បត្តិដែលយើងរកបានមិនឲ្យហូរចេញទី2និមិត្តរូបនៃសេចក្តីស្រឡាញ់និងសាមគ្គីភាពងាវតំណាងឲ្យការរក្សាសេចក្តីស្រឡាញ់រវាងបងប្អូនសាច់ឈាមឯងកុំឲ្យមានចំនួននិងមានភាពស្និទ្ធស្នាលល្អក់ល្អឺនឹងគ្នាទី3ការបញ្ជាក់ពីវត្តមានកូនចៅក្រោយពេលសានរួចកូនចៅទៅបរិភោគងាវនោះប្រហែលជា3ទៅ5គ្រាប់រួចបោះសម្បកងាវទៅមុខភ្នោគេជឿថាការធ្វើបែបនេះគឺដើម្បីឲ្យកុងម៉ាឬបុព្វបុរសដឹងថាកូនចៅណាខ្លះដែលបានមកសែននឹងមើលថែភ្នោរបស់ពួកគាត់ទី4តំណាងឲ្យភាពត្រជាក់ត្រជុំគេជឿថាការសែនងាវជួយឲ្យភ្នោបុព្វបុរសមានភាពត្រជាក់ត្រជុំដែលដឹកនាំមកនូវសេចក្តីសុខនិងភាពត្រជាក់ត្រជុំមកដល់កូនចៅវិញដូចគ្នាចំណុចដែលគួរកត់សម្គាល់គឺក្នុងការសែនគេមិនទៅដាក់គ្រឿងផ្សំរសជាតិមានដូចជាទឹកត្រីឬក៏ម្រេចក្រូចឆ្មានៅក្នុងចានងាវដែលកំពុងសែននោះទេទឹកជ្រលក់អាចយកមកប្រើប្រាស់បានលុះត្រាតែវិធីសែនទៅបានបញ្ចប់ហើយកូនចៅចែកគ្នាបរិភោគ Follow ដើម្បីទទួលបានការចែករំលែកថ្មីៗ